តុកតុកម្ដងមួយវិនិច្ឆ័យគឺគ្រប់គ្រាន់មនុស្សម្នាក់តែងតែចង់ឲ្យក្តីសម័យខ្លួនឯងខ្លះជាការពិតណាស់តែភាពជោគជ័យវាស្ថិតនៅឆ្ងាយហួសនឹងចាប់បានកត្តាដែលភាពខ្ជិលច្រអូសនិងការបាត់ភាពជឿជាក់តែងធ្វើឲ្យយើងកើតការសង្ស័យចំពោះសមត្ថភាពខ្លួនឯងទៅវិញការពិតមិនចាំបាច់គិតទៅដល់អនាគតថាឆ្នាំក្រោយខែក្រោយនោះទេសូមតែគិតថាថ្ងៃនេះកំពុងធ្វើអ្វីស្អែកនេះគួរតែធ្វើអ្វីធ្វើឲ្យសម្រេចទៅតាមដំណាក់កាលនីមួយៗទៅគឺបានហើយពេលខ្លះយើងត្រូវវិលចុះវិលឡើងក្នុងវងមនុស្សនិងរថយន្តមើលពន្លឺភ្លឺផ្លេតបាត់ឆ្វេងបាត់ស្ដាំវិលទៅវិលមកនៅតែមិនទាន់ដឹងថាខ្លួនឯងគួរធ្វើអ្វីឲ្យត្រូវសោះឡើយសុបិនដែលធ្លាប់មានតាំងពីកុមារភាពនោះត្រូវរលីបាត់អស់ក៏មិនដឹងសូរខ្យល់បក់ទៅបក់មកអំរែកលើស្មាតែងតែធ្វើឲ្យយើងតាំងខ្លួនមិននឹងដែលធ្វើឲ្យពិបាកក្នុងការសម្រេចចិត្តថាតើគួរធ្វើឲ្យល្អទេជាដនខ្ញុំបានអាននិទានរឿងនាឡិកា3គ្រឿងនាឡិកា1គ្រឿងដែលទើបនឹងដំឡើងរួចហើយយកមកជួរនៅនឹងជញ្ជាំងកណ្ដាលជាមួយនាឡិកា2គ្រឿងទៀតដែលកំពុងដើរជាចង្វាក់ទឹកម្ដងមួយវិនាទីម្ដងមួយវិនាទីនាឡិកាចាស់មួយបាននិយាយទៅកាន់នាឡិកាថ្មីថាមកចុះឯងល្មមធ្វើការបានហើយតែយើងខ្លាចក្រែងតែថាបន្ទាប់ពីឯងដើរបាន30លានដងហើយនោះលែងទៅរួចទេអូព្រះជាម្ចាស់32លានដងនាឡិកាថ្មីពោលទាំងភ្ញាក់ផ្អើលកិច្ចការធំយ៉ាងនេះខ្ញុំពិតជាធ្វើមិនបានទេនាឡិកាចាស់មួយគ្រឿងទៀតបានពោលឡើងថាកុំទៅស្ដាប់វានិយាយឥតប្រយោជន៍ទេកុំខ្លាចដើមដងមួយវិនាទីគឺគ្រប់គ្រាន់ហើយក្នុងលោកយើងនេះមានរឿងដែលងាយស្រួលយ៉ាងនេះផងនាឡិកាថ្មីនិយាយទាំងមិនជឿបើអញ្ចឹងមែនយើងនឹងសាកល្បងលោមើលនាឡិកាថ្មីក៏បានចាប់ផ្ដើមដើរទឹកគេដើរទាំងមិនដឹងខ្លួនមួយឆ្នាំក្រោយមកគេដើរបាន32លានដងដោយមិនចាំបាច់ខំប្រឹងឡើយនៅមានរឿងនិទានមួយទៀតទាក់ទងនឹងកង្កែបអ្នកប្រាជ្ញមួយក្បាលឃើញក្អែបមួយកំពុងដើរក៏កើតគំនិតគិតថាយើងដើរជើង4វាលំបាកបែបនេះហើយចុះអាក្អែបម្នាក់នេះវាដើរដោយជើងរត់រយតើវាដើរបានយ៉ាងម៉េចវាតើវាដឹងយ៉ាងម៉េចថាគួរលើកជើងមួយណាដើរមុនក្រោយហើយគួរលើកជើងខាងណាបន្តទៅទៀតកង្កែបហៅសត្វក្អែបឲ្យឈប់ហើយនិយាយរឿងដែលខ្លួនសង្ស័យឲ្យស្ដាប់សត្វក្អែបបានតបវិញថាខ្ញុំដើរអស់ជីវិតមួយទៅហើយមិនដែលនឹកគិតដល់រឿងនេះសោះខ្ញុំត្រូវគិតរឿងនេះឡើងវិញហើយទើបអាចឆ្លើយនឹងសំណួរនេះបានក្អែបឈប់គិតមួយសន្ទុះធំក៏ដឹងថាខ្លួនមិនចេះធ្វើចលនាដើរទៅដើរមកក៏ស្រាប់តែដួលព្រុសហើយឆ្លើយនឹងកង្កែបវិញថាសូមអង្វរណាខ្ញុំមកថ្ងៃក្រោយកុំសួរបញ្ហានេះនឹងក្អែបផ្សេងទៀតឲ្យសោះមើលចុះខ្ញុំលែងចេះដើរទៅហើយមនុស្សម្នាក់តែងតែចង់ឲ្យសុបិនរបស់ខ្លួនខ្លាចជាការពិតប៉ុន្តែការទទួលជោគជ័យគឺស្ថិតនៅសែនឆ្ងាយហួសនឹងចាប់បានខណៈដែលភាពខ្ជិលច្រអូសនិងការគ្មានជំនឿដែលតែងធ្វើឲ្យយើងមានការសង្ស័យចំពោះសមត្ថភាពខ្លួនឯងទៅវិញការពិតមិនចាំបាច់គិតទៅដល់រឿងអនាគតថាឆ្នាំក្រោយខែក្រោយទេសូមតែគិតថាថ្ងៃនេះយើងកំពុងធ្វើអ្វីស្អែកនេះគួរធ្វើអ្វីហើយធ្វើឲ្យសម្រេចតាមដំណាក់កាលនីមួយៗទៅបានហើយប្រៀបដូចជានាឡិកាអញ្ចឹងវាដើរម្ដងមួយទឹកគឺគ្រប់គ្រាន់ហើយកុំគិតច្រើននាំតែកង្វល់ហើយក៏មិនចាំបាច់យកគំរូតាមសត្វក្អែបដែលត្រូវដើរជើងខាងណាមុននាំតែពិបាកទេត្រឹមតែធ្វើចិត្តឲ្យមានសមាធិបន្តិចនោះជីវិតយើងនឹងមានក្តីសុខរីករាយនិងភាពជោគជ័យនៃជីវិត
ម្ដងបន្តិចតាមលំដាប់ទៅបានហើយសូមអរគុណសូមគោរពលា